សិប្បកម្មផលិតតែហ៊ូស្រស់ខោវាងត្រូវបានសម្ពោធដាក់ឲ្យដំណើរការហ៊ូជាម្ហូបបែបប្រពៃណីដែលប្រជាជនកម្ពុជាក៏ដូចប្រជាជនអាស៊ីស្គាល់ម៉ាក់តៅហ៊ូខោវាងត្រូវបានបង្កើតឡើងក្នុងឆ្នាំ2018ទោះបីជាម៉ាក់ដែលមានភាពថ្មីក៏ដោយប៉ុន្តែវាបានអភិវឌ្ឍយ៉ាងលឿននិងខ្លាំងក្លាបំផុតក្នុងរយៈពេលត្រឹមតែ5ឆ្នាំពេលនេះខោវាងគ្រប់គ្រងតៅហ៊ូជាង60,000 កែវជារៀងរាល់ខែដោយអ្នកពិសាយីហោខោវាងមានវត្តមាននៅក្នុងទីផ្សារលំដាប់ខ្ពស់ដូចជាសហរដ្ឋអាមេរិកនិងអូស្ត្រាលីហើយបានទទួលស្គាល់ការបញ្ជាក់គុណភាពនិងឈ្នះពានរង្វាន់អន្តរជាតិជាច្រើននេះបើតាមការបញ្ជាក់របស់លោកស្រីហុងក្នុងពិធីសម្ពោធសិប្បកម្មផលិតតែហ៊ូស្រស់ខោវាងនៅថ្ងៃទី28ខែមេសាឆ្នាំ2023នេះឱកាសនេះលោកស្រីហុងបានបន្តថាជាមួយគ្រឿងផ្សំសំខាន់ត្រូវបានចម្រាញ់ចេញពីគ្រាប់សណ្តែកស្រស់ដែលមានសារធាតុចិញ្ចឹមខ្ពស់រួមទាំងអាស៊ីតអាមីណូសំខាន់សម្រាប់សុខភាពលោកស្រីបន្តថាសណ្តែកសៀងជួយការពារបង្កើតកូឡេស្តេរ៉ុលក្នុងឈាមជួយបង្កើនសកម្មភាពនៃប្រព័ន្ធសរសៃឈាមបេះដូងបន្ថែមកាល់ស្យូមសម្រាប់ប្រព័ន្ធគ្រោងឆ្អឹងកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពះប្រូស្តាតលោកស្រីបន្ថែមថាវាជាផលិតផលមានគុណភាពល្អរសជាតិឆ្ងាញ់គ្រឿងផ្សំធម្មជាតិ 100% ជាពិសេសគ្មានសារធាតុរក្សាទុកជាមួយគ្នានេះលោកស្រីបានបញ្ជាក់ថាជាមួយបំណងប្រាថ្នាចង់បានផលិតផលដែលមានគុណភាពសុខភាពល្អដល់ប្រជាជនកម្ពុជាលោកស្រីបាននាំយកម៉ាកខោវាងមកផលិតនិងចែកចាយក្នុងទីផ្សារកម្ពុជាលោកស្រីហុងបន្តថាបន្ទាប់ពីការសាងសង់រោងចក្ររយៈពេល6ខែនិងការផ្ទេរបច្ចេកវិទ្យានៅថ្ងៃទី28ខែមេសានេះសិប្បកម្មផលិតតែហ៊ូស្រស់ខោវាងបានបើកដំណើរការផលិតតែហ៊ូដំបូងដើម្បីណែនាំភ្ញៀវកិត្តិយសអ្នកពិសានៅកម្ពុជាទន្ទឹមគ្នានេះលោកស្រីសង្ឃឹមថានាពេលអនាគតនឹងទទួលបានការគាំទ្រកាន់តែច្រើនពីភ្ញៀវកិត្តិយសដើម្បីយីហោខោវាងអាចរីករាលដាលទៅនឹងអ្នកពិសារាប់លានអ្នកនៅទូទាំងប្រទេសកម្ពុជា The Mirror News ព័ត៌មានពិតគ្រប់ទីកន្លែងគ្រប់ពេលវេលា